សូមជូនរឿង Cinderella កាលពីព្រេងនាយនៅក្នុងនគរមួយមានក្រមុំស្រស់ស្អាតម្នាក់ឈ្មោះ Cinderella នាងរស់នៅជាមួយឪពុកដែលស្រឡាញ់នាងខ្លាំងណាស់នាងមានចិត្តល្អសុភាពនិងពោរពេញដោយក្តីសុបិនទោះជាយ៉ាងណាជីវិតរបស់នាងមិនមែនជាការងាយស្រួលនោះទេក្រោយពីម្ដាយស្លាប់ទៅឪពុករបស់នាងបានរៀបការជាថ្មីជាមួយស្ត្រីម្នាក់ជាម្ដាយចង់ចិត្តអាក្រក់មិនស្រឡាញ់នាងទេដែលមានកូនស្រី2នាក់ម្ដាយចង់និងបងប្អូនស្រីរបស់ Cinderella បានប្រព្រឹត្តចំពោះនាងយ៉ាងឃោរឃៅដោយបង្ខំនាងឲ្យធ្វើកិច្ចការផ្ទះទាំងអស់និងចាត់ទុកនាងដូចជាអ្នកបម្រើនៅរៀងរាល់ថ្ងៃ Cinderella ពោរពេញទៅដោយការងារគ្មានទីបញ្ចប់នាងបានបោសសម្អាតកម្រាលឥដ្ឋចម្អិនអាហារនិងលាងចានខណៈពេលដែលបងប្អូនស្រីរបស់នាងកំពុងអង្គុយលេងយ៉ាងសប្បាយរីករាយមានសម្លៀកបំពាក់ល្អប្រណីតទោះបីជាមានភាពឃោរឃៅមកលើខ្លួនក៏ដោយ Cinderella មិនដែលបាត់បង់ក្តីសង្ឃឹមទេនាងបានរកឃើញបានសម្រាលទុកនៅជាមួយសត្វតូចនៃផ្ទះដូចជាកណ្ដុរសត្វស្លាបនិងសត្វដទៃទៀតដែលបានក្លាយជាមិត្តរបស់នាងថ្ងៃមួយសេចក្តីប្រកាសដ៏គួរឲ្យរំភើបមួយបានសាយភាយពេញនគរព្រះរាជបុត្រកំពុងរៀបចំពិធីជប់លៀងដ៏ធំនៅក្នុងព្រះបរមរាជវាំងដោយអញ្ជើញនារីវ័យក្មេងទាំងអស់មកចូលរួមព្រោះព្រះអង្គប្រាថ្នាស្វែងរកកូនក្រមុំបេះដូងរបស់ Cinderella ពោរពេញដោយក្តីសង្ឃឹមប៉ុន្តែម្ដាយចុងរបស់នាងបានសើចចំអកយ៉ាងឃោរឃៅចំពោះគំនិតនៃការចូលរួមរបស់នាងផ្ទុយទៅវិញនាងបានធ្វើឲ្យ Cinderella ខិតខំបន្ថែមទៀតដោយរៀបចំសម្លៀកបំពាក់និងរ៉ូបថ្មីដ៏ថ្លៃថ្នូរសម្រាប់បងប្អូនស្រីរបស់នាងដើម្បីទៅចូលរួមពិធីជប់លៀងនៅយប់នោះម្ដាយចុងនិងបងប្អូនស្រីចុងរបស់នាងបានចាកចេញទៅដោយបន្សល់ទុក Cinderella ទាំងទឹកភ្នែកនៅផ្ទះម្នាក់ឯងរំពេចភ្លាមនោះមានពន្លឺចាំងភ្លឺភ្លេចមួយបានលេចចេញមកហើយរំពេចនោះក៏លេចចេញទេពអប្សរម្ដាយទេពអប្សររបស់នាងដោយឃើញទុក្ខព្រួយរបស់ Cinderella ទេពអប្សរបានសម្រេចចិត្តជួយសង្គ្រោះនាងបានបង្ហាញបញ្ចេញដំបងទេពរបស់នាងបានផ្លាស់ប្ដូរសម្លៀកបំពាក់របស់ Cinderella ទៅជាសម្លៀកបំពាក់ថ្មីមានពន្លឺភ្លឺដ៏អស្ចារ្យហើយបានផ្ដល់ឲ្យនាងនៅស្បែកជើងកញ្ចក់ដ៏ល្អប្រណិតមួយគូនាងក៏បានប្រែក្លាយល្ពៅទៅជារទេះសេះហើយកណ្ដុរទៅជាសេះនិងអ្នកបរទេះសេះប៉ុន្តែមានលក្ខខណ្ឌមួយ Cinderella ត្រូវវិលត្រឡប់មកដល់ផ្ទះមុនពាក់កណ្ដាលអាធ្រាត្រនៅពេលដែលវេទមន្តនឹងសាបលីបាត់រាត្រីដ៏មានមន្តស្នេហ៍នៅពេល Cinderella មកដល់ក្នុងព្រះបរមរាជវាំងមនុស្សគ្រប់គ្នាចាប់អារម្មណ៍នឹងសម្រស់របស់នាងយ៉ាងខ្លាំងព្រះរាជបុត្រត្រូវបានយាងមករកនាងភ្លាមហើយពួកគេបានឡើងរាំជាមួយគ្នាបានមើលមុខបើកភ្នែកដាក់គ្នាទៅវិញទៅមកយ៉ាងសប្បាយរីករាយម្ដាយចុងនិងបងប្អូនស្រីចុងរបស់នាងមិនស្គាល់នាងទេដោយជឿថានាងជាព្រះនាងមកពីនគរផ្សេងពេលយប់បានកន្លងផុតទៅ Cinderella រំភើបចិត្តយ៉ាងខ្លាំងនៅពេលដែលនាងស្ទើរតែភ្លេចពាក្យបណ្ដាំរបស់ម្ដាយទេពអប្សរប៉ុន្តែវេលាជិតដល់ពាក់កណ្ដាលអាធ្រាត្រនាងនឹកឃើញពាក្យបណ្ដាំភ្លាមហើយប្រញាប់រត់គេចចេញពីពិធីជប់លៀងក្នុងព្រះបរមរាជវាំងព្រោះខ្លាចគេដឹងព្រះរាជបុត្របានខំស្រែកហៅនាងប៉ុន្តែនាងមិនងាកមិនឈប់ទេដោយប្រញាប់ប្រញាល់បំផុតព្រោះជិតដល់ពេលវេលាកំណត់ស្បែកជើងកញ្ចក់មួយរបស់នាងបានរអិលជើងហើយត្រូវបានធ្លាក់ទុកចោលនៅលើជណ្ដើរនាងស្ទើរតែមកផ្ទះមិនទាន់មុនពេលរទេះសេះរបស់នាងប្រែទៅជាល្ពៅហើយរ៉ូបដ៏ស្រស់ស្អាតរបស់នាងក៏ត្រឡប់មកជារ៉ូបកញ្ចាស់រហែកវិញចំណែកព្រះរាជបុត្រនៅតែព្យាយាមខិតខំស្វែងរកនាងគឺត្រឹមតែឃើញស្បែកជើងកញ្ចក់ទុកចោលប៉ុណ្ណោះការស្វែងរកព្រះនាងអាចកំបាំងនៅថ្ងៃបន្ទាប់នគរបានបិទប្រកាសដំណឹងស្វែងរកម្ចាស់ស្បែកជើងកញ្ចក់ព្រះរាជបុត្របានរក្សាទុកស្បែកជើងកញ្ចក់ហើយបានប្រកាសថាទ្រង់នឹងរៀបអភិសេកជាមួយនឹងនារីដែលជាម្ចាស់ដែលមានជើងសឹមនឹងវាស្ត្រីវ័យក្មេងគ្រប់រូបនៅក្នុងនគរសុទ្ធតែតាំងខ្លួនជាម្ចាស់ហើយព្យាយាមខំ
សាកល្បងពាក់វារួមទាំងបងប្អូនស្រីចុងរបស់ Cinderella ប៉ុន្តែគ្មាននរណាម្នាក់អាចសមនឹងស្បែកជើងដ៏ប្រណិតនោះបានទេបងប្អូនស្រីចុងព្យាយាមសាកពាក់ស្បែកជើងកញ្ចក់ហើយពាក់ទៀតជាច្រើនដងប៉ុន្តែវាមិនសមនឹងជើងរបស់ពួកគេឡើយនៅទីបំផុតព្រះរាជបុត្របានយាងមកដល់ផ្ទះរបស់ Cinderella ម្ដាយចុងរបស់នាងព្យាយាមលាក់បាំងនាងឲ្យឆ្ងាយប៉ុន្តែ Cinderella អាចបោះជំហានទៅមុខបាននិងបានលួចមើលព្រះរាជបុត្រពីចម្ងាយទ្រង់បានឮសំឡេងចេញពីបន្ទប់របស់នាងនៅខាងលើឆ្ងាយក៏បញ្ជាឲ្យអ្នកនៅខាងលើចុះមកក្រោមទាំងអស់នៅពេលដែល Cinderella ចុះមកក្រោមម្ដាយចុងបានសម្លឹងសម្លក់មិនឲ្យនាងសាកប៉ុន្តែព្រះរាជបុត្របានបញ្ជាឲ្យនាងសាកតតែបានពេលដែលនាងលើកជើងពាក់ចូលទៅក្នុងស្បែកជើងកញ្ចក់វាសំលំឥតខ្ចោះជាការភ្ញាក់ផ្អើលស្បែកជើងសំនឹងជើងរបស់នាង Cinderella ព្រះរាជបុត្រក៏បានធ្លាក់ក្នុងអន្លង់ស្នេហ៍ក៏សុំស្រឡាញ់ Cinderella ហើយបានសម្រេចចិត្តរៀបអភិសេកជាមួយនាង Cinderella ត្រូវបានព្រះរាជបុត្រនាំទៅព្រះបរមរាជវាំងជាកន្លែងដែលនាងស្លៀកឈុតរាជវង្សព្រះរាជបុត្រនិង Cinderella បានរៀបអភិសេកក្នុងពិធីដង្ហែមមីហើយក្រោយមកពួកគេរស់នៅយ៉ាងមានសុភមង្គលរហូតចំណែកឯម្ដាយចុងនិងបងប្អូនស្រីចុងត្រូវបានគេទុកចោលដោយដឹងថាអំពើឃោរឃៅដែលពួកគេបានធ្វើបាបនាង Cinderella ប៉ុន្តែ Cinderella ដែលមានចិត្តសប្បុរសបានអត់ទោសឲ្យពួកគេសិលធម៌នៃរឿងសេចក្តីសប្បុរសសេចក្តីក្លាហាននិងចិត្តបរិសុទ្ធអាចជំនះសូម្បីតែទុក្ខលំបាកបំផុតហើយនាំទៅរកសុភមង្គលពិតនៅក្នុងជីវិត